ខ្ញុំឧស្សាហ៍មែនតើអ្នកដែលបិទក្របនៅបាត់ដំបងគាត់ធ្វើស្អាតស្អាតចឹងវាមកពីខ្ញុំម្ដាយចូលបិទក្របហ្នឹងធម្មតាខ្ញុំបិទក្របសភៅក្របអីគឺបិទខ្លួនឯងទាំងអស់ដែរបានទៅចូលហាងបិទក្របគេទេតែដោយសារសភៅនេះហ្នឹងបានពីសាលារួមទាំងអស់គ្នាចឹងគេប្រមូលទៅបិទក្របជុំគ្នាប៉ុន្តែគេបិទស្អាតខ្លាំងមែនតើហ្មងគេអត់មានប្រើស្កុតប្រើដេកប្រើអីដូចយើងទេគេប្រើភ្លើងអ៊ុតទៅគឺជាប់ងាំមែនតើហើយប្រើសភៅនេះដល់7ឆ្នាំណាទៅកស៊ូហ្នឹងវារួញទៅវាធ្វើឲ្យកោងតូចទំហំតូចជាងស្លឹកសភៅចឹងទៅខ្ញុំក៏សម្រេចចិត្តថាត្រូវបិទសារថ្មីឡើងវិញទាំងអស់ហើយសភៅផ្សេងទៀតហ្នឹងពីច្រើនហ្នឹងខ្ញុំបិទក្របខ្លួនឯងទេក៏វារួញដែរតែហ្នឹងប្រើបាន3ឆ្នាំតែសភៅគេហ្នឹងប្រើបាន7ឆ្នាំមកវារួញអញ្ចឹងខ្ញុំសម្រេចចិត្តថាខ្ញុំបកបិទថ្មីទាំងអស់10ក្បាលជាងហ្នឹងពេលដែលបិទហ្នឹងខ្ញុំគិតថាត្រូវប្រើផ្លាស្ទិកហ្នឹងឲ្យធំជាងទំហំនៃក្របសភៅដើម្បីឲ្យប្រហែលឆ្នាំទៅមុខទៀតទៅបើសិនជាក្របសភៅហ្នឹងវារួញថង់ផ្លាស្ទិកហ្នឹងវារួញអញ្ចឹងវាហ្វីននឹងស្លឹកសភៅតែម្ដងអត់បាក់ថាបិទក្របសារថ្មី2ឆ្នាំបិទម្ដង2ឆ្នាំបិទម្ដងឲ្យទុកឲ្យបានយូរទេហើយរបៀបដូចខ្ញុំបិទហ្នឹងដូចគេដូចអញទេដល់ប្រើស្កុតព្រោះខ្ញុំអត់ដែលធ្លាប់ប្រើអត់ភ្លើងអញ្ចឹងឯងខ្លាច error ទៅខ្ទេចសភៅដល់ហើយខ្ទេចទាំងក្របហ្នឹងទៀតអញ្ចឹងសុខចិត្តបិទស្កុតធម្មតាតែពេលបិទស្កុតអញ្ចឹងវាខូចក្របសភៅយើងដែរតែធ្វើម៉េចបើយើងមានតែសម្ភារៈប៉ុណ្ណឹងយើងប្រើប្រាស់ប៉ុណ្ណឹងអញ្ចឹងទៅហើយកន្លែងកាច់ជ្រុងហ្នឹងខ្ញុំកាច់ខ្វែងវាកុំឲ្យវាផ្ទួងខ្លាំងពេកទៅធ្វើឲ្យសភៅយើងអត់សូវស្អាតហើយជាពិសេសអាកន្លែងទំនងខ្នងរបស់ក្របសភៅហ្នឹងគឺខ្ញុំញុកចូលទៅក្នុងខ្ញុំឃើញគេធ្វើអញ្ចឹងទៅវាស្អាតវាអត់ញ៉ៃញ៉ៃហើយឃើញ clean ល្អទៀតញ៉ាំនេះទៅតនេអញ្ចឹងសាច់អង្គុយបិទតាំងពីព្រឹកដល់ល្ងាចតែម្ដងហើយបានចាយមកអង្គុយចាំផ្ទះឲ្យទៀតអង្គុយបិទទ្រាំទៅហើយវីដេអូថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរអរគុណទាំងអស់គ្នាសម្រាប់ការទស្សនាកុំភ្លេចតាមដានខ្ញុំថ្ងៃស្អែកបន្តទៀត